videoដែលយើងបានគប់download មិញគឺវាអត់មានជាប់ watermark ទេអូខេនេះស្អាតតែម្ដងអូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំតាមទៀតអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកមាននៅរបៀប download វីដេអូពី TikTok មកចូល watermark អូខេអញ្ចឹងTikTok ហត់ដងឧទាហរណ៍ថាយើងចង់ download ឧទាហរណ៍ខ្ញុំ download វីដេអូនេះហើយវីដេអូហើយមកវីដេអូមួយសិនវីដេអូនេះមួយចឹងអូខេអញ្ចឹងបើយើងចុចពាក្យថា download ហ្មងវានឹងចុចcopy ហើយវានឹងចុច watermark នេះវាឲ្យ download ហើយមើលវីដេអូផ្សេងវីដេអូមួយចឹងអូខេនេះវាមានពាក្យ download ណាបើយើងចុច download អញ្ចឹងអូខេចាំពេលវា download ចប់វានឹងជាប់ copyright បែបនេះអូខេឃើញវីដេអូជាប់ copyright កន្លែងនេះwatermark កន្លែងហ្នឹងណាអូខេអញ្ចឹងយើងមានវិធីធ្វើម៉េចកុំឲ្យជាប់ watermark អញ្ចឹងណាអូខេអញ្ចឹងយើងចូលមកកាន់យើងត្រូវចូលមកកាន់ Safari ហើយតទៅទៀតយើង search ពាក្យថា save TikTok video download នេះតទៅទៀតយើងយកពាក្យថា snapticអូខេហើយបន្តទៀតយើងទៅយក link ដែលយើងបាន copy មកមិញហើយយើងចង់បានវីដេអូមួយនេះយើងចុចពាក្យថាសញ្ញា share ហ្នឹងទៅហើយយកពាក្យថា copy link បន្តទៀតយើងយកមកផាសនៅក្នុង website ដែលយើងបើកមិញណាផាសមកហើយចុចពាក្យថា download អូខេតមកយើងចុចពាក្យថា download video អូខេ download អូខេចាំពេលវីដេអូចប់យើងចុចឲ្យសញ្ញាព្រួយនេះយកពាក្យថា download អូខេអញ្ចឹងវីដេអូនេះយើងបាន download មិញអូខេហើយយើង share វាចូលទៅក្នុងgallery របស់យើងណាអូខេជាងនេះទៅបើកមើលម្ដងទៀតនេះជាវីដេអូដែលយើងបានគប់download មិញគឺវាអត់មានជាប់ watermark ទេអូខេនេះស្អាតតែម្ដងអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ